បាទពុកម៉ែបងប្អូនគ្នាថ្ងៃនេះខ្ញុំសូមនិយាយរឿងអ្នកដែលគាត់លេងមកមួយកន្លងតិចបាទពុកម៉ែបងប្អូនគ្នាតែមិនមែនទាំងអស់គ្នាទេបាទសម្រាប់ចែម្នាក់គាត់យកលេខយើងយកទៅចាក់ឲ្យបាទគាត់ចាក់ច្រើនណាពុកម៉ែបងប្អូនគ្នាបាទមិនមែនច្រើនលើសលប់អីណាតែប៉ុន្តែបាទប៉ុណ្ណឹងក៏ខុសលក្ខខណ្ឌគេណាពុកម៉ែបងប្អូនគ្នាតែសម្រាប់អ្នកដែលគាត់លេងមក10កន្លះហើយមក4កន្លះគឺគាត់បានចូលត្រង់ផ្លឹងណាហ្នឹងហើយពុកម៉ែបងប្អូនគ្នាបាទដូចខ្ញុំបញ្ជាក់ចឹងសម្រាប់លេខលក់របស់យើងគឺយើងត្រូវបង់សេវាមុនប្រហែលលេខយកទៅលេងណាទោះបីជាលេខហ្នឹងពុកម៉ែគ្នាខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតបាទនៅតែមានអ្នកដែលគាត់បាទធ្វើខុសលក្ខខណ្ឌរបស់យើងហើយមិនមែនថាគាត់មិនធ្លាប់លេងទេបាទគឺគាត់ធ្លាប់ត្រូវបាទថ្ងៃប្រហោះពុកម៉ែបងប្អូនគ្នាគាត់ត្រូវថ្ងៃប្រហោះគាត់មិនទិញថ្ងៃសុកទៀតបាទប៉ុន្តែគាត់បែរជាលឿនថាគាត់ទៅចាក់ធំគាត់ស្ដាប់យើងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបាទគាត់ស្ដាប់ដែរគាត់ថាគាត់មិនមែនទៅចាក់លើសលប់ណាស់ទេប៉ុន្តែក៏លើសអ្វីដែលខ្ញុំបានប្រាប់ទៅដែរហើយខ្ញុំបញ្ជាក់ឲ្យគាត់បញ្ជាក់ទៀតបាទខ្ញុំបញ្ជាក់តាំងពីថ្ងៃដែលគាត់ទិញដំបូងថ្ងៃបាទរហូតដល់មួយថ្ងៃសុកគាត់ទិញទៀតបាទគ្នាគាត់2នាក់ណាបាទហើយខ្ញុំសូមផ្ដាំទៅបាទសមាជិកទាំងអស់អ្នកដែលគាត់ទិញលេខទាំងអស់បាទបើចង់បានបើចង់ត្រូវពុកម៉ែបងប្អូនគ្នាឲ្យបាទកុំឲ្យបាទលុបលន់អីណាពុកម៉ែបងប្អូនគ្នាដូចខ្ញុំបញ្ជាក់ចឹងបាទយើងមិនមែនលេងដើម្បីមានបានអីទេពុកម៉ែបងប្អូនគ្នាហើយបាទអ្នកខ្លះក៏គាត់បាទដោះតមដល់មកកាលអ្នកខ្លះក៏គាត់លេងដើម្បីកំសាន្តអីចឹងទៅបាទប៉ុន្តែសម្រាប់ការទិញលេខនេះពុកម៉ែបងប្អូនគ្នាពួកគាត់មិនមែនលេងដើម្បីតែកំសាន្តនោះទេបាទគាត់ចំណាយណាពុកម៉ែបងប្អូនគ្នាហើយខ្ញុំសូមបញ្ជាក់ឲ្យទៀតពុកម៉ែគ្នាស្រាប់លេខលក់គឺបាទយើងនៅតែមានសម្រាប់នៅថ្ងៃស្អែកនេះបាទអញ្ចឹងកុំអាយកុំភ្លេចទំនាក់ទំនងលេខទូរស័ព្ទ068 8222ណាហើយលេខសាំហ្នឹងក៏ភ្ជាប់ជាមួយនឹង Telegram ដែរពុកម៉ែបងប្អូនគ្នាណាគាត់ចេះលេង Telegram ហើយ Telegram មកបើមិនចេះលេង Telegram និង Facebook អត់បញ្ហាអាចខលតាមរយៈលេខទូរស័ព្ទក៏បានដែរហើយសម្រាប់សមាជិកដែលគាត់លេងហ្នឹងបាទមានទាំងចាស់មានទាំងថ្មីហើយអ្នកដែលគាត់លេងចាស់ហ្នឹងបាទអត់អីទេខ្ញុំនឹងចំណូលលេខលក់ឲ្យណាបាទខាងក្រុមហ៊ុនគឺចំណូលលេខលក់ឲ្យអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលលេងថ្មីគឺចំណូលលេខ VIP ឲ្យពុកម៉ែបងប្អូនគ្នាបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ឆាតមកគឺខ្ញុំអធិស្ឋានផងខ្ញុំអត់តបានឆ្លើយតបទេដោយសារតែដូចសមាជិកចាស់ក៏គាត់បានដឹងហើយខ្ញុំធ្វើការតាំងពីម៉ោង2កន្លះបាទរហូតដល់ម៉ោងបាទ4យប់ណាហ្នឹងហើយខ្ញុំនិយាយវីដេអូនេះគឺពេលគេឲ្យសារៈបន្តិចហើយញ៉ាំបាយញ៉ាំទឹកណាពុកម៉ែបងប្អូនគ្នាបាទហើយខ្ញុំក៏សូមអរគុណច្រើនពុកម៉ែបងប្អូនដែលគាត់បានចូលអាហ្នឹងគាត់មានសគុណជាទឹកចិត្តបាទមកតាតិចក្តីច្រើនក្តីបាទអរគុណច្រើនបាទសូមឲ្យសុខសប្បាយហេងទាំងអស់គ្នានៅថ្ងៃស្អែកបាទអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនគ្នាបាទជួបគ្នានៅថ្ងៃស្អែកបាទតាមពេលវេលានឹងមកដដែលបាទអរគុណច្រើនបាទជម្រាបលា